កំពូប្រពន្ធដែលខ្ជិលរលៃដាក់គ្មាននៅកូរ៉េតែក៏ខ្វក់រហូតទៅដល់ដប់ផ្សិតតែនាងនៅតែសម្ងំដេកមិនក្រោកនាងទទួលបានរហស្សនាមថាជាស្ត្រីមេផ្ទះដែលខ្ជិលបំផុតប្រចាំប្រទេសសភាពនៅក្នុងផ្ទះរញ៉េរញ៉ៃក៏ខ្វក់រហូតទៅដល់ដប់ផ្សិតទៅហើយប៉ុន្តែនាងបែរជាមិនឈឺក្បាលវិមុខអីបន្តិចជីវិតប្រចាំថ្ងៃរបស់នាងគ្មានអ្វីក្រៅពីស៊ីហើយដេកសូម្បីតែកូនបង្កើតខ្លួនឯងក៏នាងទុកចោលមិនរវល់មើលថែដែរនៅម៉ោង7ព្រឹកពេលដែលកូនស្រីតូចឃ្លៀងរហូតភ្ញាក់ពីគេងអារ៉ាមិនបានក្រាបទៅធ្វើម្ហូបទេនាងគ្រាន់តែហុចនំប៉័ងមួយដុំឲ្យកូនដើម្បីកុំឲ្យរំខានដំណេករួចក៏បន្តដេកយ៉ាងរំភើយទួយស្រឡះពីប្តីរបស់នាងដែលជាកម្មករសំណង់ម្នាក់ត្រូវក្រោកពីងងឹតដើម្បីរកចំណូលឲ្យបាន6លានវ៉ុនប្រហែល$4,500ក្នុងមួយខែទោះបីរកបានច្រើនក្តីក៏គាត់មិនហ៊ានសម្រាកដែរព្រោះតែគាត់មានប្រពន្ធខ្ជិលពេកចំណែកឯហារ៉ាវិញទាល់តែម៉ោង12ថ្ងៃត្រង់ទើបនាងព្រមងើបពីគ្រែហើយមូលហេតុតែមួយគត់ដែលធ្វើឲ្យនាងក្រោកគឺមកពីនាងឃ្លានបាយខ្លួនឯងប៉ុណ្ណោះខណៈពេលដែលប្តីធ្វើការយ៉ាងលំបាកនៅខាងក្រៅហារ៉ាចំណាយពេលមួយថ្ងៃនៅផ្ទះអស់ទូរស័ព្ទនិងមើលទូរទស្សន៍ពេលនាងឃ្លាននាងមិនធ្វើម្ហូបទេគឺកំងអាហារពីខាងក្រៅមកញ៉ាំជារៀងរាល់ថ្ងៃនាងញ៉ាំអាហារដែលមានកាឡូរីខ្ពស់ដូចជាមាន់បំពងនិងដំឡូងបារាំងបំពងរាល់ពេលដែលប្តីហ៊ានមាត់ស្ដីបន្ទោសហារ៉ាតែងយកជំងឺធ្លាក់ទឹកចិត្តមកធ្វើជាលេសហើយត្អូញថាការងារផ្ទះធ្វើឲ្យនាងតានតឹងសរសៃប្រសាទដោយសារតែគ្មានអ្នកថែទាំផ្ទះទាំងមូលពោពេញទៅដោយផ្សិតដីរបស់នាងអស់ពាក្យនឹងតវ៉ាក៏សុខចិត្តអោនក្បាលធ្វើការផ្ទះគ្រប់យ៉ាងជំនួសប្រពន្ធដោយគ្មានលក្ខខណ្ឌតែអ្នកយល់ឃើញបែបណាចំពោះទង្វើរបស់នាងកុំភ្លេចខមមិននៅខាងក្រោម